បាទជ្រាបសួរលោកគ្រូអ្នកគ្រូផងដែរថ្ងៃនេះបងប្អូនខ្ញុំបាទចង់បង្ហាញវីដេអូទាក់ទងទៅនឹងពេលយើងធ្វើប្រឡងឬក៏ប្រឡងឆមាសឬក៏ប្រឡងប្រចាំខែឬក៏ប្រឡងចុងឆ្នាំគឺចង់បង្ហាញអំពីរបៀបទាញរបាយការណ៍សូមលោកគ្រូអ្នកគ្រូចុចនៅលើអេក្រង់កុំព្យូទ័រសម្រាប់កុំព្យូទ័រគឺគ្រូអ្នកគ្រូចុចកន្លែងរបាយការណ៍តែមកជ្រើសរើសកន្លែងប្រឡងថ្នាក់រៀនបាទតែមកទៀតឬប្រភេទវិញ្ញាសាប្រឡងដើមឆ្នាំឬក៏ប្រឡងប្រចាំខែឬក៏ប្រឡងឆមាសបាទដល់ប្រឡងឆមាសហើយបន្តទៀតចង់យកឆមាសទី2ហើយរើសមុខវិជ្ជាបាទរើសទាំងអស់ក៏បានដែរបាទទាំងអស់ស្រាប់ថ្នាក់ទី1មាន3មុខហើយខ្ញុំយកទាំងអស់ចង់បានតែមុខវិជ្ជាក៏បានដែរសម្រាប់ថាចង់បានមុខវិជ្ជាតែមុខគឺបានបាទសម្រាប់ភាសាខ្មែរមួយទៀតតកតងនឹងថ្ងៃចាប់ផ្ដើមបាទបើសិនជាសាលាខ្លះឧទាហរណ៍រំលងអាចថាតែពីខែ7យើងអាចថយត្រឡប់ពេលវេលាថយក្រោយទៅខែ7បើយើងប្រឡងខែ8ហ្នឹងទេយើងខែ8តែយើងរើសថ្ងៃដែលប្រឡងចាប់ពីថ្ងៃណាបាទសូមរើសថ្ងៃទីដែលយើងប្រឡងតើចាប់យកពីថ្ងៃទី1ខែ8មករហូតដល់ថ្ងៃទី28ខែ8បាទដល់ថ្ងៃនេះមកឧទាហរណ៍ជាងតើយើងចង់ដឹងថាលទ្ធផលសិស្សរបស់យើងនោះមួយមុខវិជ្ជាភាសាខ្មែរហ្នឹងបានធ្វើតេស្តឬក៏មិនទាន់បានធ្វើតេស្តលោតនៅលើនេះបាទឈ្មោះនេះក៏មិនទាន់បានធ្វើតេស្តទេបាទដូច្នេះយើងអាចឲ្យគាត់ធ្វើតេស្តបន្តក្រោយពីថ្ងៃដែលយើងបានឆែកឃើញទៅឲ្យគាត់ធ្វើតេស្តបានគ្រប់គ្នាហើយបន្តមកទៀតបើសិនជាលោកគ្រូអ្នកគ្រូចង់ដូរថាចង់យកផលិតផលចុងឆ្នាំឬដើមឆ្នាំបាទសូមដូរកន្លែងប្រភេទវិញ្ញាសាតែមកលោកគ្រូដាក់ជ្រើសរើសវិជ្ជាទាំងអស់ឧទាហរណ៍យើងចង់ដឹងទាំងខ្មែរទាំងគណិតតើក៏បានតេស្តអត់បាទឆែកមកទៀតបាទស្រួលគឺប៉ុណ្ណឹងទេហើយតើតើបើសិនយើងចង់យកឯកសារហ្នឹងជាសូមលោកគ្រូអ្នកគ្រូចុចកន្លែងទាញយកបាទតើមកគឺបានដោនឡូតមកហើយគ្រូអាចទៅកែកុនចំណងជើងដើម្បីរក្សាទុកជា print ជាផុសតាងមួយទុកសម្រាប់ប្រើប្រាស់នៅក្នុងថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូថាយើងពិតប្រាកដថាបានធ្វើតេស្តបាទវីដេអូនេះមានសូមបង្ហាញតែប៉ុណ្្នឹងទេបាទសូមអរគុណបាយបាយ